មានក្តីសម័យមួយថាខ្ញុំនឹងធ្វើជាមនុស្សស្រីដែលសង្គមខ្វះមិនបានមុននឹងខ្ញុំឈានទៅដល់ចំណុចហ្នឹងតើខ្ញុំចាប់ផ្ដើមពីអីទៅអញ្ចឹងខ្ញុំមានកំណត់គោលដៅនៃជីវិតរបស់ខ្ញុំថាតើយើងធ្វើបែបណាដើម្បីយើងសម្រេចគោលដៅដែលយើងចង់បានជីវិតយើងជាមនុស្សស្រីមិនអាចបញ្ចប់ត្រឹមតែការបង្វិលចង្ក្រានបញ្ជុំនៅមានរឿងផ្សេងៗទៀតជាច្រើនដែលស្ត្រីអាចធ្វើបានគ្រាន់តែគាត់អត់ទាន់មានឱកាសក្នុងការបង្ហាញពីសមត្ថភាពរបស់ពួកគាត់មុននឹងដើរដល់ចំណុចដូចសប្តាហ៍ថ្ងៃនេះបានវាមានឧបសគ្គជុំវិញខ្លួនជាច្រើនជីវិតជាស្ត្រីមេម៉ាយវាមិនមែនជារឿងមួយដែលងាយស្រួលហើយគ្រប់គ្នាគឺមិនប្រាថ្នាជីវិតបែបហ្នឹងទេប៉ុន្តែយើងក៏ត្រូវតែហ៊ានទទួលស្គាល់ការពិតហើយយើងក៏ត្រូវតែហ៊ានធ្វើឲ្យការពិតរបស់យើងនេះคล้ายទៅជាបច្ចុប្បន្នមួយដែលយើងជាមនុស្សស្រីមានតម្លៃបំផុតពីមុនយើងជាមនុស្សស្រីសាមញ្ញធម្មតាម្នាក់ដែលរស់ពឹងផ្អែកទៅលើកម្លាំងពលកម្មប្រប្តីច្រើនជាងការដែលយើងខំប្រឹងប្រែងធ្វើដោយខ្លួនឯងហើយទម្លាប់អស់នោះនាងខ្ញុំបានបោះវាចោលហើយខ្ញុំចាប់ផ្ដើមនៅទម្លាប់ថ្មីដែលខ្ញុំគិតថាជាទម្លាប់ដែលអ្នកជោគជ័យយកមកប្រើប្រាស់មុននឹងខ្ញុំចាប់ផ្ដើមប្រកបសិប្បកម្មនេះឡើងមានឧបសគ្គមួយចំនួនដែលបានកើតឡើងរួចទៅហើយប៉ុន្តែខ្ញុំព្យាយាមជំនះដោយការតាំងចិត្តខ្ញុំមានត្រឹមតែភាពឈឺចាប់គឺជាដើមទុនហើយជីវិតបរាជ័យគឺជាបទពិសោធន៍អញ្ចឹងខ្ញុំបានលើកទឹកចិត្តខ្លួនឯងខ្ញុំបានតស៊ូជំនះគ្រប់ឧបសគ្គទាំងអស់ព្រោះយើងមិនមានអ្នកជំរុញឬមួយក៏យើងមិនមានដើមទុនច្រើនឬមួយក៏យើងមិនមានជំហរជាដៃគូជីវិតល្អសម្រាប់ជួយ support យើងក៏ប៉ុន្តែខ្ញុំបដិញ្ញាថាខ្ញុំនឹងធ្វើរឿងហ្នឹងឲ្យបានជោគជ័យមនុស្សគ្រប់រូបសុទ្ធតែមានការរវល់ផ្សេងទៅតាមសាច់រឿងរបស់ពួកគាត់ក៏ប៉ុន្តែក្នុងនាមជាស្ត្រីមេផ្ទះក៏ដោយអត់មានពេលវេលាក្នុងការចេញទៅរកចំណូលនៅខាងក្រៅយើងអាចសាកចំណាយពេលគិតបន្តិចថាវានឹងមានមុខរបរអីផ្សេងដែលជួយជំរុញឲ្យយើងធ្វើបានទោះបីជាយើងចំណាយពេលនៅផ្ទះក៏យើងអាចធ្វើបានមានរឿងជាច្រើនដែលយើងជាស្រីអាចធ្វើបានល្អខ្សែជាងមនុស្សប្រុសទោះបីជាកលៈទេសៈបច្ចុប្បន្នយើងមិនទាន់បានកសាងសមិទ្ធផលអីមួយសម្រាប់ជីវិតខ្លួនឯងដែលវាល្អប្រសើរក៏ប៉ុន្តែសូមកុំទាន់អស់សង្ឃឹមដរាបណាយើងនៅមានសង្ឃឹមជីវិតយើងនឹងល្អប្រសើរអញ្ចឹងសូមបន្តក្តីសង្ឃឹមខ្លួនឯងក៏ដូចជាការខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យក្តីសម័យរបស់ខ្លួនឯងនឹងក្លាយទៅជាការពិត